សួស្តីម៉ាក់ទាំងអស់គ្នានេះគឺជាមីណុយដែលសម្បូរទៅដោយសារធាតុដែកសម្រាប់ក្មេងសម្រាប់កូនណាចាសារធាតុដែកមានសារៈសំខាន់ណាសម្រាប់ការលូតលាស់របស់ក្មេងអញ្ចឹងនៅពេលដែលក្មេងអាយុ1ឆ្នាំពេទ្យនៅស្រុកនេះគឺនៅសហរដ្ឋអាមេរិកនេះគេតម្រូវឲ្យក្មេងនៅខ្មែរមកដឹងថាតើត្រូវធ្វើមិនទេនៅនេះគេឲ្យក្មេងបូមឈាមណាចាអូយបូមឈាមខ្ញុំអាណិតកូនមែនតើបូមឈាមដើម្បីឆែកមើលសារធាតុចិញ្ចឹមជាពិសេសសារធាតុដែកនឹងឯងព្រោះថាវាមានសារៈសំខាន់ក្នុងការដឹកនាំអុកស៊ីសែនក្នុងឈាមរបស់ក្មេងចាអញ្ចឹងនៅពេលដែលក្មេងខ្វះសារធាតុដែកគេតម្រូវឲ្យឪពុកម្ដាយនឹងធ្វើម្ហូបអាហារបែបណាសម្បូរទៅដោយសារធាតុដែកសម្រាប់ baby ចាអញ្ចឹងមីណុយនេះសម្បូរទៅដោយសារធាតុដែកចាដែលមានដូចជាមានប្រូកូលីមានសាច់គោមានការ៉ុតហើយនិងសណ្ដែកចាហើយមើលទៅតំណងដូច steak អញ្ចឹងចាដូចមីណុយ steak អញ្ចឹងតំណងមែនតែនចាអញ្ចឹងម៉ាក់ឆែកមើលទៅហើយយើងធ្វើឲ្យកូនញ៉ាំចានេះគឺជាទឹកដែលដាំពុះរួចហើយនៅក្នុងនេះមានគ្រាប់ចន្ទីមានគ្រាប់អាល់ម៉ុនហើយនិងស្រូវសាលីដែលខ្ញុំដាក់ជាមួយហ្នឹងណាព្រោះថាអាម៉ុនគ្រាប់ចន្ទីស្រូវសាលីហ្នឹងសម្បូរទៅដោយសារធាតុដែកដូចគ្នាចាជាងដាំទឹកឲ្យពុះមកគឺយើងដាក់សាច់គោចូលរម្ងាស់ប្រហែលជា15នាទីឲ្យចេញសារធាតុឲ្យចេញជាតិសាច់គោហើយចាំយើងដាក់បន្លែទាំងអស់ចូលយើងដាក់បន្លែទាំងអស់ចូលរម្ងាស់ប្រហែលជា15ទៅ20នាទីឲ្យរៀងរលួយបន្តិចមកចាសម្រាប់ baby ដែលគាត់មានធ្មេញគឺយើងឲ្យគាត់ញ៉ាំបែបហ្នឹងទៅហើយសម្រាប់ baby ណាដែលគាត់អត់ទាន់មានធ្មេញយើងយកទៅកិនឲ្យម៉ត់ឲ្យគាត់ពិសាចានឹងឯងតាមពិតមីណុយនេះមួយទៀតដែលខ្ញុំនិយាយគឺផ្លែប៉ោមចាផ្លែប៉ោមគឺខ្ញុំអត់ដែរអត់ទេគឺខ្ញុំត្រូវតែដាក់គ្រប់មីណុយទាំងអស់ចាផ្លែប៉ោមណាម្ដងគឺខ្ញុំដាក់មួយចំហៀងដោយសារផ្លែប៉ោមមានសារធាតុរ៉ែវីតាមីន C វីតាមីន A ច្រើនណាវីតាមីនច្រើនណានៅក្នុងផ្លែប៉ោមណាដោយពេទ្យគាត់និយាយថាញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃយើងមិនបាច់ទៅរកពេទ្យទេចាអញ្ចឹងសំខាន់ណាគឺខ្ញុំដាក់ផ្លែប៉ោមមួយកន្លះផ្លែមួយចំហៀងគ្រប់ពេលដែលខ្ញុំធ្វើម្ហូបឲ្យកូនខ្ញុំអញ្ចឹងអរគុណម៉ាម៉ាទាំងអស់គ្នាណាជម្រាបលា